ចំណែកបងប្អូននៅជនបទដែលអត់មានភ្លើងទៅដល់ហើយបងប្អូនបានតម្លើងសូឡាខ្នាតតូចមួយដែលមិនអាចអូសទិញជាក់បានបងប្អូនអាចតម្លើងសូឡាឈុតមួយទៀតគេហៅថាឈុត upgrade គឺម៉ាស៊ីនត្រជាក់មួយសូឡារបស់វាមួយឈុត5 6ផ្ទាំងមកហើយដាក់អាគុយនឹង4គ្រាប់ទៅ200អាំពែ4គ្រាប់ឬក៏100អាំពែ8គ្រាប់មាន controller MPPT មួយដើម្បីសាកអាគុយពេញឲ្យបិទអានឹងដើរទាំងយប់ទាំងថ្ងៃបងប្អូនដើរពេលយប់ក៏ដើរបើកថាមកដើរមកហ្នឹងហើយបើយើងប្រៀបធៀបក្នុងការប្រើបើយើងតម្លើងសូឡាឲ្យអូសម៉ាស៊ីនត្រជាក់យើងធម្មតាអស់ថ្លៃជាងពីព្រោះយើងតម្លើងសូឡាដើម្បីប្រើម៉ាស៊ីនត្រជាក់យើងត្រូវតម្លើងមកប្រើមកផ្ទះមានឆ្លៀតទៅប្រើទូទឹកកកផងឆ្លៀតយកទៅប្រើសម្ភារៈផ្សេងផងហើយមកអូសម៉ាស៊ីនត្រជាក់ទៀតអញ្ចឹងតម្លៃវាអស់ចូល 4-5 ពាន់ឯណោះប៉ុន្តែបើយើងដាក់តែសូឡាម៉ាស៊ីនត្រជាក់វាអស់តិចជាងបើមិនជាបងប្អូនមានឈុតសូឡាហើយតែវាតូចបងប្អូនទុកអានោះប្រើអំពូលប្រើអីទៅជាពិសេសសម្រាប់បងប្អូនយើងដែលធ្វើអាជីវកម្មពេលថ្ងៃលក់កាហ្វេលក់អីបងប្អូនគួរប្រើហ្នឹង